Cambodia's coast is indeed a lifeline, rich in natural beauty and resources, with mangrove forests playing a vital role in shielding against storms, providing crucial habitats for marine lives, supporting the livelihoods of coastal communities, and significantly mitigating greenhouse gas effects. However, this priceless environment is under threat, as climate change disrupts nature's delicate balance and leaves dependent communities and their coastlines increasingly vulnerable. In response, Trend Tech Company has been implementing a blue carbon initiative in Cambodia called Mangrove Afforestation and Reforestation for Carbon Credit Project in Koh Kong Province. The project is going to plant mangroves to absorb carbon, provide eco-friendly solutions, and to improve fisheries resources and people's livelihoods. Trend Tech introduces the Mangrove Afforestation and Reforestation for Carbon Credit Project, aiming to plant 3.9 million mangrove trees across 553 hectares in 7 community fisheries to sequester CO2 over 40 years in Koh Kong Province. This project not only enhances carbon absorption and marine biodiversity, but also promotes sustainable fishery resources and local people's livelihoods. This ambitious project is built on a foundation of partnership. We work in close cooperation with Cambodia's Fisheries Administration, the Koh Kong Provincial Authorities, and most importantly, with the 7 community fisheries, who are the true guardians directly taking benefits from the 40-year project. គឺជាក្រុមហ៊ុនរបស់ជនជាតិកូរ៉េខាងត្បូងដែលមានការទុកចិត្តរដ្ឋបាលខេត្តកោះកុងនិងក្រុមហ៊ុនគឺមានគោលដៅរួមគ្នាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការដាំនិងស្ដារព្រៃកោងកាងឡើងវិញសម្រាប់គម្រោងអនុទានកបោនហើយក៏ត្រូវបានគេព្យាករណ៍ថានឹងជួយកាត់បន្ថយនៅការបញ្ចេញកាបូនជាប្រចាំឆ្នាំថាប្រមាណជា 50,000 តោននៃកាបូនឌីអុកស៊ីត ខ្ញុំសង្ឃឹមថាកិច្ចសហការនេះនឹងទទួលបានជោគជ័យដោយគ្រោងទុកនេះគឺកិច្ចការដែលសហការយូរអង្វែងដើម្បីឲ្យព្រៃកោងកាងយើងនៅតំបន់ឆ្នេរនឹងមាននិរន្តរភាពឈានទៅដល់ការកាត់បន្ថយពីផលប៉ះពាល់បរិស្ថានដើម្បីជួយទប់ស្កាត់ផលវិបាកនៃការបម្រែបម្រួលអាកាសធាតុព្រោះព្រៃកោងកាងមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក៏ដូចជាជីវៈចម្រុះនៃវិស័យជលផលរបស់យើង Successful mangrove planting isn't just about putting trees in the ground. It requires careful planning to select the right species and location, using effective planting methods to ensure they take root. And dedicated post-planting maintenance contributes to long-term survival and overall happiness. ពួកខ្ញុំនឹងបានឲ្យប្រជាសហគមន៍នេសាទខ្ញុំនឹងប្រមូលកូនកោងកាងយកមកបណ្ដុះយកមកដាក់ថងបណ្ដុះហើយយើងដាក់ដីហើយបណ្ដុះវាហើយរយៈពេល3 ឬ 4 ខែបានពួកខ្ញុំប្រមូលយកទៅដាំមុនពេលដាំយើងទី1យើងសិក្សាកន្លែងដីដែលយើងត្រូវដាំទី2យើងកាប់ឈើឬមួយពោះអាស័យដើម្បីយើងដោតឲ្យជាប់នៅដីហើយយើងដាក់កូនកោងកាងដាក់ដាំហើយបានយើងចាប់ចងវាជាប់ជាមួយនឹងដើម្បីការពារកុំឲ្យវាដកឡើង The first mangrove demonstration planting took place at Prek Sakt Community Fisheries from August 13 to 15, 2025 with participation from Trend Tech Company, the Fisheries Administration, the Koh Kong Provincial Administration, and the local community. ចែកទេសដាំខាងក្រុមហ៊ុនឲ្យខ្ញុំដាំហ្នឹង1ហិកតា 5,000 កូន1ហិកតានិង 7,000 កូន1ហិកតាហើយ 5,000 កូនក្នុង1ហិកតាហ្នឹងកម្រិតវាពី 1 ម៉ែត្រ 4 តឹកមួយហើយដល់1ហិកតា 7,000 កូនកម្រិតវា 1 ម៉ែត្រ 2 តឹកមួយដីចំនួន 2 ហិកតាហ្នឹងយើងដាំ 12,000 កូន មកពេលដែលខ្ញុំដាំហើយក្នុងមួយខែជាងបាត 5 ជើងគណៈកម្មការសហគមន៍ឬក៏ប្រទេសសហគមន៍នៅទីខ្ញុំដើមហ្នឹងចេញល្បាតដើមមើលទៅដូចថាអូកន្លែងនេះមកកឬមកឈ្មោះខហ្នឹងកន្លែងទីតាំងគាត់ដាំហ្នឹងចំនួនមានប្រហែល 1000 ដើមនេះបើគាត់ងាប់ហើយឲ្យគាត់យកកូនមកជួសកន្លែងហ្នឹងវិញហើយបោះបកគោលបងចំណាំហើយក៏ដាក់ផ្លាក3 ទីតាំងសម្រាប់ឲ្យជាប្រវត្តិគាត់មើលថាអូកន្លែងនេះដាំកោងកាងមិនអាចចូលនេសាទបានទេខ្ញុំយល់ថាការងារនេះគឺការងារដ៏ល្អបំផុតក្នុងមូលដ្ឋានរបស់ខ្ញុំដើម្បីមានការស្ដាប់កោងកាងដើម្បីឲ្យមានផលិតភាពឆ្នេរដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិខ្ញុំមានការបដិញ្ញាចិត្តជាមួយសហគមន៍ខ្ញុំ
ដើម្បីស្ដារដាំកោងកាងឲ្យវិញឲ្យបានជោគជ័យពេញលេញនៅក្នុងសហគមន៍របស់ខ្ញុំ បើមានកងកាងមានជំរកច្រើនទៅវាលូតលាស់ទៅនឹងផលនេសាទជាប្រវត្តិក្មេងៗចំនួនក្រោយអាចមានរោគនេសាទបានដូចជាក្តាមត្រីអីវាចូលមកក្នុងតំបន់កងកាងហើយផ្ដល់ប្រយោជន៍ថាទប់ខ្យល់ទប់អីកុំឲ្យមានខ្យល់ខ្លាំងអញ្ចឹងណាបើជួយការពារឆ្នេរថែមទៀតហ្នឹងហើយលោកធំធំអីវាអាចទប់ឆ្នេរ This is more than just planting trees. It's about restoring a habitat for fish, creating sustainable livelihoods, and building a powerful defense against climate change impact for the next generations to come.